តើ Spurs អាចនឹងធ្លាក់ទៅលេងនៅលីកទី2ដែរឬទេ? អូខេ សួស្តីអ្នកទាំងអស់គ្នា ស្វាគមន៍មកកាន់វីដេអូថ្មី នេះគឺជាសំណួរដែល Football Fan ជាច្រើនទាំងអស់គ្នាកំពុងតែអន្ទះសាររង់ចាំ និងចង់ដឹងចង់ឃើញដោយផ្ទាល់ថាតើ Spurs អាចសង្គ្រោះខ្លួនឯងបាន ឬក៏អត់ ហើយធ្លាក់ទៅលេងនៅលីកទី2 ចឹងបើសិនជាយើងងាកមកមើល League Table ឥឡូវនេះ Spurs គឺនៅឈរនៅលេខទី17 ដែលមាន38ពិន្ទុ ហើយ 5 ប្រកួតចុងក្រោយគឺចាញ់ 1 ស្មើ 1 ឈ្នះ 2 និងស្មើ 1 ស្មើ 1 ចុងក្រោយគឺស្មើជាមួយនឹង Leeds United រីឯ West Ham វិញគឺឈរនៅលេខទី18 មាន36ពិន្ទុ ហើយ 5 ប្រកួតចុងក្រោយគឺឈ្នះ 1 ស្មើ 1 ឈ្នះ 1 និងចាញ់ 2 ចឹងខុសគ្នាតែ 1 ចាញ់ហើយនិង 1 ស្មើ ចឹងពិន្ទុឥឡូវហ្នឹងគឺខុសគ្នា 2 រវាង Spurs ជាមួយនឹង West Ham ចឹងក្រុមទាំងពីរហ្នឹងនៅរដូវកាលនេះគឺថាគ្រប់ប្រកួតតែម្ដង និយាយឲ្យស្មោះត្រង់គឺពួកគាត់ត្រូវតែលេងឲ្យដូច UEFA Champions League Final លេងឲ្យដូចវគ្គផ្ដាច់ព្រាត់ចឹង ជាពិសេសគឺ Spurs គឺអាចថា cement ខ្លួនឯងជា Big Six ចឹង Big Six គឺធំមែនទែនដែលមាន Spurs Chelsea Arsenal Man U Man City Liverpool ចឹង Spurs ជា Big Six ដែរជាក្លឹបមួយដែលធំ worldwide មែនទែន ហើយមាន fan ទាំងនៅអង់គ្លេសក៏ច្រើន international fan ក៏ច្រើនដែរ ចឹងបើសិនជាយើងងាកមកមើល Spurs នៅថ្ងៃ 20 គាត់នឹងត្រូវទៅលេងនៅក្រៅដីជាមួយនឹង Chelsea បន្ទាប់ពី Chelsea លេង FA Cup Final ចប់ជាមួយនឹង Man City ចឹងសម្រាប់ Spurs ពេលដែល Chelsea លេង FA Cup Final ចប់បានរយៈពេល 4 ថ្ងៃ គឺនឹងជួបគាត់ អាចថា Spurs មានពេលច្រើននៅក្នុងការរៀបចំទាំង mental side ទាំង physical side Spurs ត្រូវតែ get ready អត់អាចឲ្យមានកីឡាករសំខាន់ៗណារបួសទៀតទេ ព្រោះដោយសារតែកីឡាកររបស់ Spurs ឥឡូវនេះគឺរបួសច្រើនមែនទែន Spurs ថារដូវកាលមុនចុះរបួសកីឡាករធំៗសំខាន់ៗច្រើន រដូវកាលនេះមកដូចគ្នាទៀតឲ្យបានដូចចិត្ត គឺថាកីឡាករមករបួសហើយសុទ្ធតែកីឡាករល្អៗ ចឹងបើសិនជាយើងមើលទៅលើរដូវកាលនេះដោយផ្ទាល់ Spurs គឺការដែលខ្លួនលេងនៅក្រៅដីជាពិសេសប្រហែលប្រកួតចុងក្រោយហ្នឹងគឺធ្វើបានល្អជាងលេងនៅក្នុងដី ខ្ញុំអត់ដឹងម៉េចដែរបាន Spurs លេង 6-7 ប្រកួតចុងក្រោយនេះគឺក្រៅដីធ្វើបានល្អច្រើនជាងក្នុងដី ក្នុងដីគឺចូលទៅគឺថាគេបោះតារាងលេងហ្មង ម្នាក់ៗអត់មាន energy លេង ម្នាក់ៗអត់មានឲ្យគេដាក់ជើងដើម្បី intercept បាល់សូម្បីតែ atmosphere នៅក្នុងតារាងបាល់ពេលដែលយើងមើល live ទៅគឺ off មែនទែន energy ឡើង off ហ្មង គឺថា fan លែងទុកចិត្តទៅលើគ្រូបង្វឹកទៀតហើយព្រោះដោយសារតែ chaos មែនទែនគ្រូបង្វឹកគឺដូរច្រើនពេក ហើយក៏អត់ទុកចិត្តទៅលើ board director របស់ Spurs ដែរ situation របស់ Spurs ឥឡូវហ្នឹងអាចថាកែឡើងសម្រាប់តែ 2 ប្រកួតហ្នឹងទៀតទេ បើសិនជា Spurs ធ្វើបានសម្រាប់ Chelsea គឺល្អមែនទែន បើសិនជាខ្ញុំជា fan Chelsea ប៉ុន្តែបើសិនជា Spurs ឈ្នះក៏ល្អដែរព្រោះដោយសារតែយើងនៅ keep អា Big Six ចឹងណាប៉ុន្តែខ្ញុំអត់ចង់ឲ្យ Spurs ឈ្នះទេ បើសិនជា Chelsea អាចធ្វើបានគឺ beat Spurs បានគឺល្អមែនទែន តែយើងអត់ដឹងទេ in football យើងត្រូវហ៊ានពី fair play បានច្រើនទោះយើងជាទោះ Spurs ហើយនិង Chelsea ជា rival club ខ្ញុំយល់ថាពួកគាត់ជា rival ខ្លាំងមែនទែនប៉ុន្តែ Chelsea មួយ Spurs មិនដូច Spurs ជាមួយ Arsenal ទេ ខ្ញុំដឹងតែ Chelsea មួយ Spurs អាជំនាន់ដែល Spurs លេងទៅដើមពានជាមួយនឹង Leicester ហ្នឹងគឺ 16-17 ហ្នឹងគឺថាស៊ីសាច់ហុកឈាមគ្នាសាហាវ 16-17 15-16 ខ្ញុំភ្លេចបាត់ហើយ ខ្ញុំតែដឹងតែកាលហ្នឹងគឺថាស៊ីសាច់ហុកឈាមគ្នាខ្លាំងមែនទែនរវាង Chelsea ជាមួយ Spurs ចឹងបើសិនជា Chelsea ទម្លាក់ Spurs ទៀតគឺ rivalry គឺកាន់តែមាន pressure ខ្លាំងមែនទែនទៅលើ Spurs បើសិនជា Spurs ចាញ់ Chelsea គឺ all out នៅហ្គេមចុងក្រោយជាមួយ Everton ហើយបើសិនជា Spurs ចាញ់ Chelsea ហើយបើសិនជាទៅ Everton ទៀតគឺរឹតតែពិបាកទៀតព្រោះដោយសារតែ Everton ស៊ីហ្សិននេះគឺមាន momentum ខ្លាំងមែនទែននៅក្នុងដី Everton ឥឡូវគឺកំពុងលេង good football មែនទែន Everton ទុំតែស្មើជាមួយនឹង Man City បានទៀតគឺសូមសរសើរ Everton លេងបានល្អ ចឹងឥឡូវហ្នឹងយើងមានតែចាំមើលទាំងអស់គ្នាទេនៅ 2 ប្រកួតក្រោយទៀតតើ Spurs អាចធ្វើបានអត់នៅក្នុងការជំនួបរវាង Spurs ជាមួយនឹង Chelsea ក៏ដូចជា Everton ជាមួយ Spurs អូខេអញ្ចឹងយើងងាកមកមើលមួយចំណែកទៀតទាក់ទងជាមួយនឹង financial side នេះគឺជា report ដែលបានមកពី BBC Sport បើសិនជា Spurs relegate ទៅ League ទី
គឺអ្នកទាំងអស់គ្នាបានឃើញហើយថា revenue គឺ drop សាហាវមែនទែនពី Premier League មក Championship គឺថា gap នៃ revenue គឺខុសគ្នាដាច់មែនទែន revenue ដែលបានមកពី Premier League គឺ revenue worldwide Championship revenue ភាគច្រើន majority គឺមានតែនៅក្នុង UK ទេអញ្ចឹង revenue worldwide ជាមួយនឹង revenue តែក្នុង UK ស្រាប់គឺខុសគ្នាឆ្ងាយមែនទែនដូចយើងឃើញអញ្ចឹង Spurs អាចថា potentially lose up to 250 million pound អញ្ចឹងនៅក្នុងហ្នឹងគឺអាចមានទៅលើ broadcast revenue មានទៅលើ Champions League revenue អាចធ្លាក់ទៅដល់នឹងធ្លាក់ទៅដល់0ជាមួយនឹង commercial ហើយនិង sponsorship commercial deal គឺសំខាន់មែនទែនសម្រាប់club ព្រោះដោយសារតែ club រស់ទៅលើ commercial deal ច្រើន broadcast revenue ធំជាងគេបន្ទាប់មក commercial បន្ទាប់មក sponsorship ហើយបាន league តាមក្រោយអញ្ចឹងភាគច្រើនអ្នកទាំងអស់គ្នាពេលដែលបានមើលទៅ club ពីមួយឆ្នាំទៅមួយឆ្នាំគឺពួកគាត់ព្យាយាមធ្វើឲ្យបានល្អនៅក្នុងតារាងដើម្បីបាន revenue ចូលផ្សេងៗទៀតក្រៅពី revenue ពី league ពី Champions League ពី domestic cup ហើយជាពិសេសគឺsponsor នឹងតែម្ដងហើយនឹង broadcast revenue ដូចគ្នាហើយចំណែកមួយទៀតគឺដែលខ្ញុំអត់បានដាក់នៅក្នុងនេះដែរគឺទាក់ទងជាមួយនឹង merchandise ការលក់កៅអៅលក់ទឹកទៅលើ fan គឺសំខាន់មែនទែនព្រោះដោយសារ Spurs មាន stadium ធំផ្ទុកមនុស្សបានច្រើនអញ្ចឹងចំណូលពី match day revenue ក៏បានច្រើនគួរសមដែរបើប្រៀបធៀបជាមួយ Chelsea គឺបានច្រើនជាង Chelsea ទៅទៀតអញ្ចឹងនេះគឺជាអីដែលយើងគួរតែមើលមួយចំណែកដែរបើសិនជា Spurs ធ្លាក់ទៅលេងនៅ League ទី2 revenue drop sharply គឺនឹងផ្លាស់ប្ដូរ the whole situation របស់ club នឹងមួយមកទាំងអនាគតរបស់ club ទាំងកីឡាករឥឡូវហ្នឹងគឺនឹងផ្លាស់ប្ដូរទាំងអស់ហ្មងអូខេយើងងាកមកមើលមួយចំណុចទៀតដែលខ្ញុំចង់ mention ទៅលើ manager chaos អញ្ចឹងចាប់ផ្ដើមដំបូងពី Thomas Frank គឺជាឃុំវឹកមួយដែលល្អមែនទែននៅ Brentford ក៏ធ្វើបានល្អមែនទែនតែហ្មងរយៈពេល2ទៅ3ឆ្នាំចុងក្រោយហ្នឹងសម្រាប់ Brentford គឺ Thomas Frank លេងបានល្អ beat top team ក៏បានច្រើន counter attack វិញគឺថាសាហាវមែនទែនគឺធ្វើបានល្អហើយ Thomas Frank build Brentford មកដល់ឥឡូវជា system ទុកឲ្យស្រេចសម្រាប់ឃុំវឹកក្រោយមកអញ្ចឹងឲ្យដែល Thomas Frank ធ្វើគឺ build up តាំងពី ground up មកពីទូចទៅដល់ចុងក្រោយ build តាំងពីក្មេងៗរហូតមកដល់senior player គឺ Thomas Frank ធ្វើបានល្អមែនទែនគាត់មើលចប់សពគ្រប់អញ្ចឹងនៅពេលដែល Thomas Frank មកកាន់ Spurs គឺយើងឃើញថាលទ្ធផលពីមកប្រកួតទៅមកប្រកួតគឺអត់សូវធ្វើបានល្អទេហើយគាត់ deal ជាមួយនឹងបញ្ហាដូចជាកីឡាករល្បួសក៏ច្រើនដែរហើយជាមួយនឹង club អត់ support គាត់ទៀតជាមួយនឹង club ដែលខ្ញុំនិយាយថាអត់ support ហ្នឹងគឺទៅលើ board អត់ support ទៅមួយ Thomas Frank ទៀតអញ្ចឹងគាត់ជួបជាមួយនឹង backlash ច្រើនinternally បញ្ហា internal ច្រើនបញ្ហាជាមួយ player ក៏ច្រើនដែរអញ្ចឹងហើយក៏ result វាបង្ហាញឲ្យឃើញនៅលើតារាងដែរថា Spurs ធ្វើអត់បានល្អទេដូចគ្នាយើងមកមើល Igor Tudor Igor គាត់ធ្វើបានល្អ2-3ប្រកួតបន្ទាប់ពី Thomas Frank ប៉ុន្តែប្រហែលប្រកួតក្រោយទៀតគឺយ៉ាប់ទៅដូចគ្នាអញ្ចឹងឥឡូវហ្នឹងគឺ Spurs សង្ឃឹមទៅលើ Roberto De Zerbi ដែលជាឃុំវឹកថាសង្ឃឹមថាជួយកប៉ាល់មួយនេះកុំឲ្យលិចទៅចោះព្រោះដោយសារឥឡូវហ្នឹង football fan នៅ UK នៅ Spurs ជាពិសេសគឺពឹងអស់ឲ្យទៅលើ Roberto De Zerbi ដើម្បី save the ship នឹងកុំឲ្យលិចធ្វើមកជួយកប៉ាល់នឹងកុំឲ្យលិចបើទៅគឺពិបាកមែនទែនសម្រាប់ club សម្រាប់ fan ព្រោះដោយសារខ្ញុំគិតថា fan គឺជាអ្នកជា part of a football club បើសិនជា club អត់មាន die hard fan ដែលទៅ support គាំទ្ររាល់ប្រកួតទេ club មួយហ្នឹងអត់អាចជោគជ័យដល់សប្តាហ៍ថ្ងៃហ្នឹងកើតទេ club អាចដំណើរការទៅមុខគឺដោយសារតែ football fan ដោយសារតែ fan ដោយសារតែ die hard fan ដែលគាត់ចំណាយលុយរៀងរាល់ប្រកួតរាល់សប្តាហ៍ hard earn money លុយដែលគាត់ខំប្រឹងរកមកមើល club ដែលគាត់ស្រឡាញ់តាំងពីទូចដល់ពេលហើយយើងពេលខ្លះយើងមកដល់ឃើញ club របស់យើង perform បែបហ្នឹងគឺសម្រាប់ football fan គឺឈឺចាប់មែនទែនណាយើងអត់សប្បាយចិត្តទេព្រោះអ្នកខ្លះគាត់ត្រូវជិះអស់រយៈពេល30នាទីទៅ1ម៉ោងទម្រាំទៅដល់តារាងបាល់មួយនៅអង់គ្លេសឆ្ងាយពីកន្លែងមួយទៅកន្លែងមួយគឺឆ្ងាយមែនទែនហើយដល់ពេលមកដល់យើងឃើញ team ខ្លួនឯងលេងអត់កើតចឹងទៀតគឺ
និយាយមែន anger ហ្នឹងគឺថាសាហាវមែនទែនហើយអាហ្នឹងគឺជាអីដែលខ្ញុំស្រឡាញ់ទៅលើ football fan ដូចគ្នាគឺយើងមាន passion ទៅលើកីឡាដែលយើងស្រឡាញ់ទៅលើក្លឹបរបស់យើងទៅលើ sport ទៅលើ everything about the club ហ្នឹងរបស់យើងហ្នឹងហ្មងនេះគឺជាអីដែលខ្ញុំrecap ចុងក្រោយបើសិនជា Spurs get relegate បើសិនជា Spurs ធ្លាក់ទៅលេងនៅលីកទី2មែនអញ្ចឹងនេះជាផ្នែកមួយចំនួនដែលខ្ញុំគិតថានឹងកើតឡើងប៉ុន្តែមួយចំនួនទៀតអាចនឹងអត់កើតឡើងអាចនឹង better ជាងនឹងអញ្ចឹងខ្ញុំគិតថា big name player នឹងចាកចេញយើងមើលឃើញVan de Ven អាចនឹងចាកចេញ Maddison អាចនឹងចាកចេញ Xavi Simons ដែលទុំទៅទិញចូលក៏អាចនឹងចាកចេញអញ្ចឹងកីឡាករដែលធំគឺ big name player គឺអាចនឹងចាក់ចេញច្រើនហើយបន្ទាប់មក player wage cut កីឡាករណាដែលជាប់កុងត្រាជាមួយនឹងSpurs ហើយពួកគាត់អត់បានត្រូវបាន approach ពីក្លឹបគេផ្សេងឬក៏ទៅលេងនៅក្លឹបគេផ្សេងទៀតទេគឺគាត់នឹងត្រូវបានwage cut ហើយគឺកាត់ប្រាក់ខែអញ្ចឹង Spurs ត្រូវ rebuild everything ឡើងវិញតាំងពីអីដែលគាត់ធ្វើនៅ academy រហូតមកដល់ senior ជាពិសេសគឺត្រូវរៀបចំតាំងពីទូចមកដល់ធំគឺត្រូវរៀបចំឡើងវិញឲ្យត្រឹមត្រូវឲ្យមានproper plan ច្បាស់លាស់មួយទៀត Spurs នឹងត្រូវពឹងពាក់ជាខ្លាំងទៅលើថ្នាល youth player ដើម្បីជួយក្លឹបខ្ញុំនិយាយហ្នឹងគឺផ្អែកទៅលើreference ដែល Leicester City ធ្វើបានកាលពីឆ្នាំមុនមួយទៀតដែលគាត់ឈ្នះ Championship គាត់ឡើងមក Premier League វិញបន្ទាប់មកបានគាត់ធ្លាក់ទៅវិញពេលហ្នឹងគឺកីឡាករក្មេងៗគឺបានជួយក្លឹបច្រើនមែនទែនព្រោះដោយសារតែចំណាយប្រាក់ខែតិចហើយពួកគាត់ play for the Dutch ហ្មង play ដើម្បីក្លឹបហ្មងគាត់ព្រោះដោយសារគាត់ train នៅហ្នឹងតាំងពីទូចគាត់មានចិត្តស្រឡាញ់ទៅលើក្លឹបហ្នឹងតាំងពីទូចមកដល់ឥឡូវអញ្ចឹងយើងត្រូវតែយកកីឡាករក្មេងៗដើម្បីមកជួយក្លឹប revenue drop heavily ដូចខ្ញុំបានឲ្យមើលមុនហ្នឹងអញ្ចឹងគឺចំណូលគឺនឹងធ្លាក់ខ្លាំងមែនទែនហើយអីដែលជាចុងក្រោយហ្នឹងគឺ uncertainty យើងមើលអត់ដឹងថាអនាគតរបស់ក្លឹបហ្នឹងនឹងទៅជាបែបណាទេបើសិនជា Spurs ធ្លាក់ទៅលេងលីកទី2មែនអញ្ចឹងវីដេអូថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេខ្ញុំក៏ចាំមើលដូចគ្នាថាតើអនាគតរបស់ Spurs នឹងទៅជាបែបណាព្រោះយើងនៅសល់2ប្រកួតទៀតហើយយើងចាំមើលថាតើ West Ham នឹងចាញ់2ប្រកួតទៀតឬក៏ Spurs ចាញ់2ប្រកួតទៀតបើសិនជា by default ពួកគាត់ចាញ់ទាំង2ប្រកួតរៀងៗខ្លួនគឺ Spurs នៅ Premier League ហើយ West Ham ធ្លាក់ទៅអញ្ចឹងដូចគ្នាទាំង West Ham និង Spurs បើសិនជាធ្លាក់គឺនឹងការខាតបង់ច្រើនដូចគ្នាអូខេអ្នកទាំងអស់គ្នាថ្ងៃនេះមានតែប៉ុណ្្នឹងទេយើងជួបគ្នានៅវីដេអូក្រោយបាយបាយ